ដើមសូមញោមចុច Subscribe ដើម្បីទទួលបានធម្មទាននិងការអប់រំចិត្តដូចជាបានចូលរួមធ្វើបុណ្យដូចនេះឯងកាយចិត្តមុនកាយពិភពលោកបងប្អូនជាទីគោរពនៅក្នុងជីវិតរបស់មនុស្សយើងតែងតែចង់ឲ្យអ្វីៗនៅជុំវិញខ្លួនផ្លាស់ប្ដូរយើងចង់ឲ្យអ្នកដទៃនិយាយល្អដាក់យើងចង់ឲ្យគ្រួសារមានការយល់ចិត្តគ្នាចង់ឲ្យសង្គមល្អប្រសើរនិងចង់ឲ្យជីវិតរបស់យើងមានសេចក្តីសុខជារៀងរហូតប៉ុន្តែមានសំណួរមួយដែលគួរសួរខ្លួនឯងជាមុនថាតើយើងបានចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងហើយឬនៅ Asteris មនុស្សជាច្រើនចំណាយពេលជាច្រើនម៉ោងក្នុងការរិះគន់អ្នកដទៃប៉ុន្តែចំណាយពេលតិចបំផុតក្នុងការពិនិត្យចិត្តរបស់ខ្លួនយើងងាយឃើញកំហុសរបស់អ្នកដទៃប៉ុន្តែពិបាកទទួលស្គាល់កំហុសរបស់ខ្លួននេះជាធម្មជាតិរបស់មនុស្សប៉ុន្តែប្រសិនបើយើងចង់រីកចម្រើនយើងត្រូវរៀនមើលខ្លួនឯងឲ្យបានច្រើនជាងមើលអ្នកដទៃ number រឿងប្រៀបធៀបអ្នកឆ្លាក់ថ្មមានអ្នកឆ្លាក់ថ្មវ័យចំណាស់ម្នាក់រៀងរាល់ថ្ងៃគាត់យកញយវាយថ្មធំមួយដងពីរដង10ដង100ដងថ្មនៅតែដដែលអ្នកដំណើរម្នាក់និយាយថាលោកតាខ្ញុំគិតថាលោកតាកំពុងខ្ជះខ្ជាយពេលវេលាថ្មនេះមិនបែកទេលោកតាគ្រាន់តែញញឹមហើយបន្តវាយនៅការវាយលើកទី101ថ្មបានបែកជា2អ្នកដំណើរភ្ញាក់ផ្អើលលោកតានិយាយថាថ្មមិនបានបែកដោយសារការវាយលើកចុងក្រោយទេវាបែកដោយសារការវាយទាំងអស់ដែលកន្លងមកបងប្អូនអើយការកែលម្អចិត្តក៏ដូចគ្នាការអត់ធ្មត់មួយថ្ងៃការអភ័យទោសមួយថ្ងៃការនិយាយល្អមួយថ្ងៃការធ្វើអំពើល្អមួយថ្ងៃប្រហែលជាយើងមិនឃើញការផ្លាស់ប្ដូរភ្លាមទេប៉ុន្តែថ្ងៃណាមួយយើងនឹងដឹងថាយើងមិនមែនជាមនុស្សដដែលទៀតឡើយ number កុំប្រកួតជាមួយអ្នកដទៃនៅក្នុងការរត់ប្រណាំងមនុស្សតែងមើលទៅមុខបើរត់ហើយងាកមើលអ្នកផ្សេងគ្រប់ពេលនឹងបាត់ល្បឿនជីវិតក៏ដូចនេះដែរបើអ្នកចំណាយពេលប្រៀបធៀបខ្លួនជាមួយអ្នកដទៃជារៀងរាល់ថ្ងៃអ្នកនឹងភ្លេចកែលម្អខ្លួនឯងមនុស្សម្នាក់មានផ្លូវដើររបស់គេអ្នកខ្លះជោគជ័យនៅអាយុ20ឆ្នាំអ្នកខ្លះនៅ30ឆ្នាំអ្នកខ្លះនៅ50ឆ្នាំមិនមានន័យថាអ្នកដែលមកយឺតគ្មានតម្លៃនោះទេដើមស្វាយនិងដើមដូងមិនឲ្យផលក្នុងពេលតែមួយឡើយ number រឿងប្រៀបធៀបចង្គៀងប្រេងនៅភូមិមួយមានចង្គៀងប្រេងតូចមួយវានិយាយថាខ្ញុំមានពន្លឺតិចណាស់ខ្ញុំមិនអាចបំភ្លឺភូមិទាំងមូលបានទេព្រះច័ន្ទឆ្លើយថាអ្នកមិនចាំបាច់បំភ្លឺភូមិទាំងមូលទេគ្រាន់តែបំភ្លឺកន្លែងដែលអ្នកឈរបានហើយនេះជាមេរៀនដ៏មានតម្លៃមនុស្សជាច្រើនមិនហ៊ានធ្វើអំពើល្អព្រោះគិតថាវាតូចពេកប៉ុន្តែការជួយមនុស្សម្នាក់ការលើកទឹកចិត្តមនុស្សម្នាក់ការញញឹមដាក់មនុស្សម្នាក់អាចផ្លាស់ប្ដូរថ្ងៃរបស់គេបាន number រឿងជីវិតអ្នកលក់នំប័ុងមានអ្នកលក់នំប័ុងម្នាក់រៀងរាល់ព្រឹកគាត់ញញឹមដាក់អតិថិជនគ្រប់គ្នាថ្ងៃមួយមានបរិសម្នាក់មកទិញនំប័ុងហើយនិយាយមិនសមរម្យដាក់គាត់អ្នកលក់មិនខឹងទេគាត់នៅតែញញឹមមិត្តភក្តិសួរថាហេតុអ្វីមិនតបគាត់ឆ្លើយថាបើគាត់យកកំហឹងមកឲ្យខ្ញុំហើយខ្ញុំមិនទទួលយកវានៅជារបស់គាត់ដដែលពាក្យនេះមានន័យជ្រៅណាស់មិនមែនពាក្យអាក្រក់ទាំងអស់សុទ្ធតែត្រូវយើងយកមកទុកក្នុងចិត្តទេ number ពេលបរាជ័យមនុស្សជាច្រើនខ្លាចបរាជ័យប៉ុន្តែសូមគិតមើលក្មេងតូចមិនអាចដើរបានភ្លាមទេគេដួលក្រោកឡើងដួលម្ដងទៀតហើយទីបំផុតគេដើរបានបើក្មេងបោះបង់បន្ទាប់ពីដួលលើកដំបូងតើគេអាចដើរបានទេជីវិតរបស់មនុស្សធំក៏ដូចគ្នាការបរាជ័យមិនមែនជាទីបញ្ចប់ទេវាគ្រាន់តែជាមេរៀនដែលបង្រៀនយើងឲ្យរឹងមាំជាងមុន number រឿងប្រៀបធៀបទន្លេហេតុអ្វីទន្លេអាចទៅដល់សមុទ្រមិនមែនព្រោះវាខ្លាំងជាងភ្នំទេប៉ុន្តែព្រោះវាមិនឈប់ហូរមនុស្សដែលជោគជ័យក៏មិនមែនជាមនុស្សដែលមិនធ្លាប់បរាជ័យដែរគឺជាមនុស្សដែលមិនឈប់ព្យាយាម number សេចក្តីសន្និដ្ឋានបងប្អូនជាទីគោរពសូមគម្រោងចាំឲ្យពិភពលោកផ្លាស់ប្ដូរមុនពេលយើងផ្លាស់ប្ដូរខ្លួនឯងចាប់ផ្ដើមពីការនិយាយល្អមួយម៉ាត់ចាប់ផ្ដើមពីការអភ័យទោសម្ដងចាប់ផ្ដើមពីការជួយអ្នកដទៃម្នាក់ចាប់ផ្ដើមពីការដឹងគុណចំពោះអ្វីដែលយើងមាននៅពេលចិត្តរបស់យើងផ្លាស់ប្ដូរការគិតនឹងផ្លាស់ប្ដូរការគិតផ្លាស់ប្ដូរទង្វើនឹងផ្លាស់ប្ដូរទង្វើផ្លាស់ប្ដូរទម្លាប់នឹងផ្លាស់ប្ដូរទម្លាប់ផ្លាស់ប្ដូរជីវិតក៏នឹងផ្លាស់ប្ដូរតាមសូមឲ្យបងប្អូនទាំងអស់មានចិត្តស្ងប់មានប្រាជ្ញាមានមេត្តានិងមានកម្លាំងក្នុងការធ្វើអំពើល្អជារៀងរាល់ថ្ងៃសូមអរគុណ